ដោយសារខាងបាកងបានផ្លាស់ប្ដូរគោលការណ៍អញ្ចឹងនៅលើធូបទូប៉ោះគឺបានអាប់ដេតកន្លែងបង់ប្រាក់នេះដោយរាល់ដងយើងគ្រាន់តែ scan មកគឺវាបើកអូតូហើយតែលើកនេះគឺយើងត្រូវបំពេញនៅចំណុចខាងក្រោមនេះទៀតអញ្ចឹងក្នុងករណីដែលបងប្អូនប្រើកង់ធនាគារ ABA គឺយើងគ្រាន់តែ copy លេខនេះនៅយកទៅដាក់នៅកន្លែង remark នៅពេលដែលយើង scan ហ្នឹងគឺវានឹងបើកអូតូភ្លាមៗតែម្ដងតែក្នុងករណីដែលយើងភ្លេចទៅ remark គឺយើងត្រូវ upload វិក័យប័ត្រដែលយើងបានបង់ហ្នឹងពេលយើង scan ហើយយើងថត screen កាយប័ត្រហ្នឹងទៅហើយយើងយកមក upload នៅខាងក្រោមនេះអញ្ចឹងគឺវានឹងបើកអូតូភ្លាមៗដែរតែក្នុងករណីដែលយើងប្រើកង់ផ្សេងក្រៅពីធនាគារ ABA គឺយើងមិនបាច់ទៅ remark ក៏បានដែរតែយើងត្រូវថត screen វិក័យប័ត្រដែលយើងបានបង់ហ្នឹងយកមក upload នៅខាងក្រោមនេះអញ្ចឹងគឺនឹងទទួលបានការ approve ភ្លាមៗដូចគ្នាតែក្នុងករណីដែលមានបញ្ហាណាមួយគឺសូមតាក់ទងមក admin មកគឺយើងចូលនៅក្នុង Telegram ដែលខ្ញុំបានដាក់ link នៅខាងក្រោមនេះឬក៏តាក់ទងមកផ្ទាល់ហ្មងក៏បានដែរបើវាអត់ auto approve ទេចាំខ្ញុំ approve ដោយដៃឲ្យបាទសូមអរគុណ